ជំរាបសួរពុកម៉ែបងប្អូនបាទថ្ងៃនេះផងដែរនៅស្រុកខុកសប្តាហ៍សំណាងឆាតមកថាបបួលនំទៅខេត្តសួរគេថាទៅអីទៅថតបទចម្រៀងមិនយូរប្រហែលក៏បានទៅដល់កន្លែងដែលថតបទចម្រៀងអញ្ចឹងណានេះថ្ងៃទៅថតបទចម្រៀងនឹងបងអូនឆៃឌីសាពេលយើងទៅដល់ភ្លាមហ្នឹងសំណាងក៏មិនព្រះអង្គយូរចាប់ផ្ដើមចូលដល់សាច់រឿងដែលយើងទៅទាំងនោះទៀតក្រមុំបងអើយមិនឡើយមិនតន់យកប្តីអូនណាក្រមុំបងអើយតាមពិតទៅខ្ញុំនេះជាលើកទី1ដែលខ្ញុំទៅឃើញគេច្រៀងអញ្ចឹងអានឹងខ្ញុំគ្រាន់តែទៅមើលគេទេតាមពីមុនមកខ្ញុំឮតែគេថាគេ cover បទចម្រៀងគេទៅ cover បទចម្រៀងទៅថតបទចម្រៀងឥឡូវខ្ញុំបានមកដល់កន្លែងប្អូនឆៃហើយដែលកន្លែងហ្នឹងគឺនៅទីរួមខេត្តព្រះវិហារយើងហ្នឹងឯងកន្លែងគាត់សម្រាប់អញ្ចឹងណាគឺថតនឹងបន្ទប់ដែលគាត់គេងហ្នឹងឯងអត់មានទាន់មាន studio អីតែត្រូវទេគាត់ថាយើងធ្វើជាលក្ខណៈធម្មតាទៅអញ្ចឹងបើបងប្អូនណាដែលគាត់ចង់ cover បទចម្រៀងក៏អាចតាក់ទងទៅប្រូឆៃទៅណាបងប្អូនណាហ្នឹងហើយចង់ច្រៀងចង់ cover បទចម្រៀងចង់ឲ្យគាត់បង្កើតបទភ្លេងទំនុកបទភ្លេងថ្មីអីអាចតាក់ទងទៅបងអូនឆៃបានណាហ្នឹងហើយបងប្អូនបន្ទាប់ពីថាសំណាងច្រៀងចុះឡើងអញ្ចឹងមានខុសមានត្រូវល្មិចមិនដឹងទេដោយសារជាលើកទី1ហើយឃើញថាខ្ញុំចង់សើចដែរពេលឃើញគាត់ច្រៀងហើយបែកញើសគាត់ខំស្រែកច្រៀងចុះឡើងទៅតាមចង្វាក់ភ្លេងដែលគាត់ត្រូវច្រៀងអញ្ចឹងណាហើយប្រូឆៃក៏សើចផងដោយសារច្រៀងខុសអញ្ចឹងណាអាហ្នឹងជាលើកទី1សម្រាប់ខ្ញុំឃើញហើយក៏ជាលើកទី1ដែលខ្ញុំចង់សើចដែរដោយសារខ្ញុំពីមុនខ្ញុំធ្លាប់តែច្រៀងការ៉ាអូខេធ្លាប់ច្រៀងលេងតាមវាលស្រែវាលអីទៅវាអត់ពិបាកអញ្ចឹងទេដល់ពេលទៅមើលគេច្រៀងថតបន្ទាល់អញ្ចឹងបាទដឹងថាអូបទចម្រៀងមួយបទដែលគេផលិតចេញមកវាមិនមែនស្រួលទេជាពិសេសបទ original ហ្នឹងហើយសំណាងគាត់ទៅច្រៀងបទ original កាលមុនខ្ញុំធ្លាប់ស្ដាប់បទចម្រៀងគេគឺខ្ញុំដឹងថាបរោះហើយក៏ដឹងតែថាចង់ស្ដាប់ប៉ុន្តែដល់ពេលទៅដល់កន្លែងថតបទចម្រៀងផ្ទាល់ខ្លួនឯងទៅប្រូឆៃគាត់ប្រាប់ថាបងរកបទចម្រៀងមួយបទមក cover និយាយទៅថាបើយើងច្រៀងការ៉ាអូខេគឺយើងធ្លាប់ច្រៀងបានន័យថាយើងរកបទអីក៏បានដែរបទយកបច្ចេកច្រើននោះមហាច្រើនដល់ទៅពេលយើងទៅកន្លែងគេថតអញ្ចឹងផ្ទាល់ទៅភ័យបងប្អូនជាលើកទី1សម្រាប់ខ្ញុំភ័យបែកញើសលើកជោគគ្រាន់តែគេប្រាប់ថាបងថតបទចម្រៀងមួយបទហ្នឹងភ័យរបទចម្រៀងអត់ចាញ់នឹករត់ឃើញមិនដឹងថាយើងអាចច្រៀងបទអីបានមិនដឹងថាកយើងនឹងស្រែកបទអីបានខ្លាចតែច្រៀងទៅអត់ហ៊ានស្ដាប់ទៅខ្លួនឯងទៀតណាបងប្អូនអារម្មណ៍មួយហ្នឹងបងប្អូនណាធ្លាប់ជួបដូចខ្ញុំខ្លះតែការច្រៀងលេងតាមវាលស្រែវាលស្រូវតាមការ៉ាអូខេអីច្រៀងលេងអូអត់ចេះខ្លាចទេហូហែទៅបែរលោតប៉ុន្តែដល់កន្លែងគេថតជាផ្លូវការមែនតែនទៅបែរជាខ្ញុំខ្លាចបែកញើសលងជោគបងប្អូនណាអត់ហ៊ានយើងខ្លាចណាមួយជើងអត់ធ្លាប់ស្ដាប់ភ្លេងនៅក្នុងកន្លែងគេថតអញ្ចឹងទេហើយណាមួយទៀតយើងវាអត់ដឹងថាយើងច្រៀងមិនដើម្បីឲ្យត្រូវណត់ត្រូវអីគេអញ្ចឹងណាខ្ញុំឆ្ងល់ហើយពួកឯងខ្ញុំទៅហ្នឹងគោលដៅធំបំផុតរបស់ខ្ញុំគឺខ្ញុំចង់ឃើញការ record ចង់ឃើញកន្លែងគេច្រៀងហ្នឹងទេមិនមែនថាទៅហ្នឹងគោលបំណងចង់ច្រៀងតែម្ដងទេខ្ញុំចង់ទៅមើលសិនបន្ទាប់មកខ្ញុំដូចថាខ្ញុំត្រៀមតែយប់ហ្នឹងអត់បានត្រៀមអីទៅទេសោះអញ្ចឹងទៅឆាវតែម្ដងអញ្ចឹងចង់សើចខ្លួនឯងដែរបងប្អូនឥឡូវតែបងប្អូនណាខ្លះដែលធ្លាប់ដូចខ្ញុំជួបប្រទេសដូចខ្ញុំដល់ពេលដល់កន្លែងច្រៀងហើយចាប់ផ្ដើមបែកញើសមែនណាបងប្អូនអត់ហ៊ានច្រៀងបែកញើសមែននឹករកបទអីក៏ឡើងចេះនឹករកបទអីក៏ស្រែកឡើងចាញ់តទេចំណងណាបងប្អូនអញ្ចឹងតែនៅក្នុងវីដេអូនេះផងដែរក៏សូមបងប្អូនជួយគាំទ្រដល់វីដេអូថ្មីដែលជាស្នាដៃផលិតរបស់ក្រុមសំណាងប្រូឆៃហើយនឹងប្រូឆៃហ្នឹងហើយគាត់នឹងផុសនៅក្នុង page ផ្លូវការរបស់គាត់គឺសំឡេង music ចឹងបងប្អូនកុំភ្លេចជួយគាំទ្រដល់គាត់ផងណាបងប្អូនណាអរគុណច្រើន